នេះផងដែរគឺជាសកម្មភាពណាយើងជីកជើងតាងជីកជើងតាងតើយើងត្រូវជីកចម្រោះណាយើងត្រូវតុកចម្រៅណាអញ្ចឹងបងប្អូនមើលកន្លុកដែលយើងត្រូវជីកនេះយើងជីកស្អាតវាយគ្រឹះក៏បានស្អាតអញ្ចឹងគ្រឹះស្តង់ដែរគឺយើងវាយរបៀបនេះអត់មានឲ្យពីនប៉ែលអីញ៉ៃញ៉ៃទេគឺយើងវាយវាយកមកភ្លឹងណាស្មើស្អាតអក្សរមករត់មកអញ្ចឹងគឺយើងវាយចេះហ្នឹងហើយបន្ទាប់មកយើងនឹងធ្វើការងារលីនដើម្បីយើងកាត់ក្បាលគ្រឹះណាអញ្ចឹងបច្ចេកទេសកន្លែងយើងវាយគ្រឹះនេះក៏សំខាន់ដែរណាយើងអាចចេះតែវាយផ្ដេសដាស់ដើមនេះបានទេគឺយើងវាយគឺយើងត្រូវត្រង់ពីអវាមកកាត់តប៊ីហ្នឹងមកហ្នឹងហើយកាប់រីហ្នឹងមកគឺយើងវាយត្រង់ចេះហ្នឹងហើយយើងជីកក៏យើងត្រូវជីកឲ្យស្អាតរបៀបហ្នឹងដែរជីកឲ្យស្អាតហ្នឹងហើយកម្មភាពយើងវាយបានស្អាតភ្លឹងទាំងអស់អញ្ចឹងដូចកន្លែងនេះយើងមើលកន្លែងនេះយើងវាយទៅវាបែកក្បាលអញ្ចឹងយើងត្រូវជីកទៅក្រោមទៀតយើងមិនត្រូវទុកកន្លែងហ្នឹងទេមានថាក្បាលគ្រឿងនេះយើងយកអត់បានទេយើងត្រូវជីកទៅក្រោមអាចជា2ទឹកទៀតដើម្បីយើងអាចយកក្បាលគ្រឿងល្អមិនមែនយើងប្រើក្បាលគ្រឿងស្អុយហ្នឹងទេក្បាលគ្រឿងដែលយើងវាយបែកហ្នឹងទេអញ្ចឹងណាវាជាបច្ចេកទេសមួយសម្រាប់ការងារគ្រឿងដំប៉លិច